សួស្តីបងប្អូនទាំងគ្នាជីវិតរស់នៅបច្ចុប្បន្នរបស់យើងរាល់ថ្ងៃគឺមិនអាចអត់អ៊ីនធឺណិតបានឡើយជាពិសេសការងារជំនួញនិងការកម្សាន្តវាស្ទើរតែជា 100% ទៅហើយនៅក្នុងឆ្នាំ 2025 នេះនៅក្នុងវីដេអូនេះយើងនិយាយអំពីអ៊ីនធឺណិតតើវាដំណើរការបែបណាបងប្អូនមួយចំនួនប្រកាសគិតថាវាដំណើរការតាមសិទ្ធិតឡាញឬក៏ផ្កាយរណបបងប្អូនគិតខុសហើយដូច្នេះតើអ៊ីនធឺណិតដំណើរការបានដោយរបៀបណាតើវាមកពីណាអ៊ីនធឺណិតគឺមាននៅគ្រប់ទីកន្លែងអ៊ីនធឺណិតមាននៅលើទូរស័ព្ទទូរទស្សន៍កុំព្យូទ័ររបស់បងប្អូនតើអ៊ីនធឺណិតមាននៅលើឧបករណ៍ប្រើប្រាស់របស់យើងបានដោយរបៀបណារាល់ពេលដែលបងប្អូនទទួលបានដំណឹង notification ការផ្ញើសារការផ្ញើ message អីផ្សេងៗឬក៏ការផ្ញើតាមរយៈ email អីផ្សេងៗគឺត្រូវបានបញ្ជូនតាមសារបណ្ដាញជុំវិញពិភពលោកព្រមទាំងទិន្នន័យដែលបងប្អូនចង់ចូលទៅប្រើនៅលើអ៊ីនធឺណិតគឺឆ្ងាយពីបងប្អូនមែនទែនហើយទិន្នន័យទាំងអស់ហ្នឹងគឺត្រូវបានរក្សាទុកនៅក្នុង server របស់ក្រុមហ៊ុនដូចជា Google Facebook និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀតប្រសិនបើបងប្អូននៅក្នុងប្រទេសកម្ពុជាយើងចង់ download យកទិន្នន័យឬក៏បងប្អូនចង់ប្រើប្រាស់ឬក៏ចង់ upload វីដេអូរូបភាពដោយប្រើអ៊ីនធឺណិតតាមរយៈកែរណបគឺចំណាយពេលយូរខ្លាំងមែនទែនអញ្ចឹងតើមានដំណោះស្រាយអ្វីដែលធ្វើឲ្យអ៊ីនធឺណិតដំណើរការបានលឿនគឺខ្សែកាប optic បងប្អូនយើងត្រូវតភ្ជាប់ខ្សែបណ្ដាញខ្សែកាបឆ្លងកាត់សមុទ្រហើយនៅពេលដែលខ្សែកាបឆ្លងកាត់សមុទ្រហ្នឹងគឺវាជួបបញ្ហាប្រឈមជាច្រើនដូចជាត្រីស្លាមដូចជាសត្វសម្លេចផ្សេងៗក្នុងបាតសមុទ្រហ្នឹងវាមករំខានធ្វើឲ្យប៉ះពាល់ឬក៏ដាច់នៅខ្សែកាបតាមពិតទៅខ្សែកាបរត់កាត់សមុទ្រគឺវាក្រាស់ណាស់បងប្អូនវាស្របទៅដោយការការពារជាសរញ្ញតនិងមានភាពរឹងមាំជាខ្លាំងខ្សែកាបទាំងនេះត្រូវបានតភ្ជាប់ពីទ្វីបមួយទៅទ្វីបមួយពីប្រទេសមួយទៅប្រទេសមួយទូទាំងពិភពលោកអញ្ចឹងហើយធ្វើឲ្យខ្សែបណ្ដាញអ៊ីនធឺណិតគឺមានគ្រប់ទីកន្លែងដែលខ្សែកាបនោះរត់ទៅដល់តោះចូលមើលរឿងសំខាន់ខាងលើយើងនិយាយតែពីខ្សែកាបចូលបងប្អូនដែលប្រើទូរស័ព្ទកុំព្យូទ័រទូរទស្សន៍ដែលប្រើ Wi-Fi វាអត់មានឃើញខ្សែកាបផងហេតុអ្វីវាដំណើរការដែរយើងបើក YouTube ស្ដាប់ចម្រៀងមើលរឿងទិន្នន័យទាំងអស់ហ្នឹងត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលមេឬក៏ហៅថា server របស់ YouTube ហើយទិន្នន័យទាំងអស់ហ្នឹងមកដល់យើងបានដោយរបៀបណាឧបករណ៍ណាមួយដែលភ្ជាប់អ៊ីនធឺណិតដូចជាទូរទស្សន៍ទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងហ្នឹងគឺត្រូវមានអត្តសញ្ញាណមួយដែលយើងហៅថា IP address ហើយ IP address ដែលមាននៅក្នុងទូរស័ព្ទដៃឬក៏កុំព្យូទ័ររបស់យើងហ្នឹងគឺបានមកពីក្រុមហ៊ុនលក់សេវាកម្មអ៊ីនធឺណិតដែលយើងហៅថា ISP ឬក៏ Internet Service Provider ដូចនេះផងដែរម៉ាស៊ីនមេឬក៏ server ដែលផ្ទុកទិន្នន័យក៏មាន IP address ដែរតាមរយៈ IP address ហ្នឹងហើយគឺធ្វើឲ្យការប្រើប្រាស់របស់យើងជាមួយនឹងម៉ាស៊ីនមេ server ដែលផ្ទុកទិន្នន័យដែលយើងប្រើប្រាស់ហ្នឹងគឺវាបានជួបគ្នាឧទាហរណ៍ថាបងប្អូនចង់ប្រើ google.com Google ក៏មាន IP address ដែរគ្រាន់តែគេប្រើពាក្យ google.com អីចឹងទៅពាក្យថា google.com ហ្នឹងអាហ្នឹងគេហៅថា domain name ដែលប្រើជំនួស IP address បើសិនជាយើងវាយលេខ IP address គឺវាច្រើនអញ្ចឹងវាធ្វើឲ្យយើងពិបាកក្នុងការចាំអញ្ចឹងហើយដើម្បីជាភាពងាយស្រួលក្នុងការប្រើប្រាស់គេបង្កើតជាឈ្មោះនៅលើ IP address ដែលហៅថា domain name ឧទាហរណ៍ថាបងប្អូនចូលទៅក្នុង facebook.com google.com ឬក៏ youtube.com ទាំងអស់ហ្នឹងគឺវាសុទ្ធតែមានលេខ IP address គ្រាន់តែយើងវាយឈ្មោះវាជំនួសដើម្បីជាការងាយស្រួលតែប៉ុណ្ណឹងបន្ទាប់មកយើងក៏មាន DNS server domain name system DNS ហ្នឹងគឺជាសៀវភៅមួយហើយវាប្រៀបដូចជាសៀវភៅមួយចឹងវាកត់ត្រារាល់ IP address ទាំងអស់របស់ក្រុមហ៊ុនដែលបានបង្កើតឧទាហរណ៍ថាខ្ញុំចង់បង្កើត YouTube មួយអញ្ចឹងខ្ញុំត្រូវចុះឈ្មោះជាមួយ DNS ដើម្បីបាន IP address ដែលមាន domain name ថា youtube.com អញ្ចឹងទៅហើយគឺយើងត្រូវមាន server មួយផ្សេងទៀតដើម្បីផ្ទុកទិន្នន័យដើម្បីឲ្យបងប្អូនយើងបានប្រើប្រាស់ឧទាហរណ៍ថាបងប្អូនចង់ចូលទៅមើលរឿងមើលវីដេអូមើលបទចម្រៀងអីផ្សេងៗឬក៏បងប្អូនចង់ upload បទចម្រៀងចូលទៅក្នុង channel របស់បងប្អូនជាដើមសរុបសេចក្តីមកបងប្អូនដែលប្រើប្រាស់កុំព្យូទ័រដែលប្រើខ្សែប្រើ Wi-Fi ភ្ជាប់ទៅកាន់ router នៅក្នុងផ្ទះរបស់បងប្អូនហើយ router នោះភ្ជាប់ទៅកាន់ខ្សែ optic របស់ក្រុមហ៊ុនដែលលក់សេវាកម្មអ៊ីនធឺណិតដែលហៅថា ISP ហ្នឹងហើយ ISP ហ្នឹងគឺភ្ជាប់ខ្សែកាបជុំវិញពិភពលោកជាមួយគ្នាអីចឹងទៅចុងបញ្ចប់នៃវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនដែលប្រើប្រាស់អ៊ីនធឺណិតយល់ថាដំណើរការអ៊ីនធឺណិតវាកើតឡើងដោយរបៀបណាហើយបើសិនជាគ្មានអ៊ីនធឺណិតមនុស្សយើងបច្ចុប្បន្នទាំងការងារមកជំនួញជាពិសេសគឺគ្រប់វិស័យនឹងមានផលវិបាកអ្វីខ្លះហើយក៏អរគុណសម្រាប់ការតាមដានទស្សនាជួបជាមួយនឹងខ្ញុំកូឡា Black Tech នៅវីដេអូក្រោយ